ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនថ្នាក់ខេត្តបានបញ្ចប់ការប្រកួតវគ្គចែកពូលទាំងស្រុងហើយនិងបានរកឃើញក្រុមខ្លាំងចំនួន8ក្រុមឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយផងដែរបន្ទាប់ពីបើកការប្រកួតតាំងតែពីថ្ងៃទី22កក្កដាកន្លងមកចំពោះក្រុមខ្លាំងទាំង8ក្រុមដែលនឹងត្រូវឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោហ៊ុនសែនរួមមានទី1គឺក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពតដែលពួកគេជាក្រុមលេខ1នៅក្នុងពូលកទី2គឺភ្នំពេញ Galaxy ជាក្រុមលេខ1នៅក្នុងពូលខទី3សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំលេខ1នៅក្នុងពូលកទី4គឺបាត់ដំបង United ជាក្រុមលេខ1នៅក្នុងពូលខហើយទី5 Lion King ខេត្តសៀមរាបជាក្រុមលេខ1នៅក្នុងពូលងទី6គឺក្រុមសមាគមកីឡាបាល់ទាត់ខេត្តព្រះសីហនុលេខ2ល្អនៅក្នុងពូលកទី7គឺក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមលេខ2នៅក្នុងពូលកហើយទី8គឺក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺជាក្រុមលេខ2នៅក្នុងពូលខសូមបញ្ជាក់ថាចំពោះការប្រកួតវគ្គ8ក្រុមចុងក្រោយឬវគ្គ1ភាគ4ជើងទី1នឹងធ្វើឡើងនៅថ្ងៃទី28និងថ្ងៃទី29តុលាខាងមុខនេះខណៈដែលការប្រកួតជើងទី2នឹងធ្វើឡើងនៅថ្ងៃទី11និងថ្ងៃទី12វិច្ឆិកា